អំភ្លីឆក់ត្រីហើយនេះមានពីរដុំចេញទៅពីខេត្តអានេះចម្លែកជាងគេដុំ3អំពែប្រើ Transfer 16ហើយគ្រាប់មកទឹកឯងម្ចាស់គាត់ផ្ញើមកតឡាងហើយវាស៊ីភ្លើងតិចចំណែកខ្ញុំតេស្តភ្លើងអានេះទៅព្រែកសណ្ដែកកំពង់ចាមអានេះទៅកំពង់ឆ្នាំងខ្ញុំតេស្តភ្លើងមើលតិចដឹងណាទេខ្សែគឺអាតូចម្ដងអានេះដែរប្រភេទ resistance ថ្ម resistance ចានដើម្បីអំពែ12គ្រាប់ហើយឆ្លាស់ធេងវាភ្លឹងអញ្ចឹងមើលបងប្អូនស្អាតចាប់ត្រីបានល្អអាហ្នឹងទឹករាក់ធ្វើចកេះចុះពន្លឺមកបឺតឡើងក្នុងរបបព្រៃលន់ស្នូទៅភ្លើងមើលតិចអូខេ